ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅក្នុងស្រុកនិងក្រៅស្រុកក្តីបាទនេះបាទជាទស្សនវិជ្ជាបាទបូមបៀបាទនៃរដូវខែបាទរដូវខែប្រាំងបាទខែ3ខែ4ជិតចូលឆ្នាំខ្មែរហ្នឹងបាទមិនថាស្រុកណាដូចស្រុកណាទេគឺតែងតែបូមបៀបាទយកត្រីធ្វើជាប្រហុកធ្វើជាផ្អកអីចឹងទុកហូបសម្រាប់ថ្ងៃក្រោយបាទឥឡូវនេះផងដែរបាទគឺបូមរីងហើយបាទបូមរីងដល់ពេលរីងចឹងទៅមើលអត់ឃើញត្រីទេព្រោះត្រីវាកបុលផុកអស់ហើយមិនដឹងថាវាកបុលផុកអស់ឬក៏វាមិនសូវមានបាទឥឡូវនេះគឺបានចាប់បានបដាហើយគឺបានប៉ុណ្្នឹងឯងអត់សូវមានត្រីនោះត្រីផ្ទក់បានប៉ុណ្្នឹងប្រហែលជា10គីឡូហើយត្រីដែងបានប្រហែលជា30គីឡូបាទអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនាជួយចុច Subscribe និងសញ្ញាកណ្ដឹងឲ្យខ្ញុំមួយម្នាក់ផងបាទអរគុណបាទជម្រាបលាទាំងអស់គ្នា